Okបងប្អូនមកដល់ខាងភ្នំស្ទឹបហើយនេះមកលក់គោឲ្យគាត់បន្តិចគាត់ដឹកឡើងថ្នល់ហ្មងសម្រាប់គោគាត់ហើយចាំយើងដឹងពីតម្លៃក៏ដូចជាកម្ពស់ជាមួយខ្ញុំអញ្ចឹងយើងមើលរូបរាងវាសិនទៅនេះសម្រាប់ពីក្រួយកាច់នៅបងមួយហ្នឹងគោហ្នឹងកាច់នៅកាច់ពីរបងណាកាច់ពីរបងប្អូនកាច់ពីរហើយបាយដែរវត្តបាទបាទដាក់តម្លៃហ្មងបងសម្រាប់មួយហ្នឹង95មកណាអូខេអញ្ចឹងគឺគាត់ដាក់តម្លៃ95មកមកនិយាយគ្នាហើយសម្រាប់ពីមុខនៅខាងក្បែរភ្នំស្ទឹបនៅក្បែរហ្នឹងតិចទេបងប្អូនចង់បានគឺអាចតំណែងមកបានបងប្អូនហ្នឹងសម្រាប់អ្នកចង់បានសម្រាប់ពីខាងមុខវាពីខាងមុខអញ្ចឹងចង់បានផែននេះអីគឺអាចមើលបានក៏ដូចជាដូចថាអាចតថ្លៃជាមួយម្ចាស់បាននេះសម្រាប់ពីក្រួយវាហើយកាច់ពីរហើយមួយនេះកាច់ពីរ slow ទេបងអីមួយហ្នឹងកូន slow ណាហើយនៅជាប់ជាមួយនឹងផ្លូវកស៊ូតែម្ដងបងប្អូនផ្លូវហ្នឹងបើចេញមកពីខាងជើងវិញមកពីខាងថ្នល់បត់ហើយបើទៅខាងបូងគឺទៅដល់ចកា3បន្តមកទៀតដល់ផ្លូវពីកំពង់ត្រាចមកឡើងទៅផ្លូវកែបវិញសម្រាប់ផ្លូវមួយហ្នឹងគេមកជើងគេអីនេះដងខ្លួនគេអីអញ្ចឹងបងប្អូនចង់បានហ្នឹងគឺអាចតំណែងបានសម្រាប់មួយហ្នឹងណាសម្រាប់មួយហ្នឹងតោះឥឡូវយើងមើលមកជុំទៀតមើលមកជុំមើលរៀងគេតម្លៃក៏ដាក់95 95 95ហ្នឹងគឺចរចា